នេះគឺយើងបន្ទាប់ពីយើងដូរប្រេងហើយយើងអត់បានដូរប្រេងម៉ាស៊ីនហើយយើងអត់បាន reset វានៅពេលដែលយើងដូរប្រេងបាទដើម្បីនេះវាគឺយើងចេញអស់មកចុចប៊ូតុងនេះបាទមកមើល setting ហើយកន្លែង setting នេះគឺយើងប្រើនេះយើងចុច arrow key នេះណា arrow key ឆ្វេងស្ដាំលើក្រោមទៅតទៅទៀតគឺយើងចូលទៅកន្លែងនេះនេះយើងយក scroll មកក្រោមរកពាក្យថា schedule maintenance បាទ schedule maintenance ហ្នឹងយើងចុច yes ទៅបាទសម្រាប់ចុច yes ហើយយើង reset អីបាទហើយ ill maintenance ដូចចឹងដែរយើង reset ដូចគ្នាបាទ ill dead ill អីនេះយើងអាចនេះគឺយើងឬក៏យើងចុចអានេះសញ្ញានេះចំទៅហ្នឹងទៅគឺវាឲ្យដូចគ្នាបាទឃើញទេអូខេអញ្ចឹងយើងត្រឡប់មកក្រោយវិញមកនេះបាទយើងទៅវិញឬក៏ត្រឡប់ទៅនេះបាទឃើញទេអញ្ចឹងយើងមកយើងចុចបិទវិញបិទមើលតើវាចេញអត់បើកម្ដងទៀតតើវាចេញអត់បាទ break ហើយ start engine again បាទ start engine again ហើយតើមើលវាចេញអត់ព្រោះត្រឡប់យើងបដូរប្រេងម៉ាស៊ីនបដូរប្រេងប្រាក់អីហ្នឹងបដូរប្រេងម៉ាស៊ីនអីហ្នឹងគឺយើងវានៅចេញអាកន្លែងហ្នឹងណាបើសិនបើចេញកន្លែងហ្នឹងបងប្អូនជ្រើសរើសអាកន្លែង schedule maintenance ហ្នឹងមកយក select យក yes ទៅដើម្បី reset បាទអរគុណចំពោះការតាមដាននៅវីដេអូនេះ